សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះដែលមានមកយករឿងបណ្ណាស្នេហ៍បំបែកបេះដូងមកសម្រាប់ជូនអ្នកទាំងអស់គ្នាបន្តទៀតណាហើយកុំឲ្យអ្នកទាំងអស់គ្នារងចាំទស្សនាយោយើងចូលទស្សនាការសម្ដែងរឿងជាមួយនឹង admin តែម្ដងទៅតែវាបានយឺតពេលបាត់ទៅហើយដែលគាត់បានត្រឹមតែឃើញសារសរបស់នាងកំពុងតែត្រូវបានទាញស្រង់ចេញពីទឹកហើយដៃរបស់នាងគឺមានពាក្យចិញ្ចៀនរៀបការដែលគាត់បានពាក្យឲ្យនាងអញ្ចឹងទោះប្រុសរបស់យើងគាត់ក៏ចាប់ផ្ដើមយំនិងចង់ទៅមើលមុខរបស់ស៊ីរ៉ូជាលើកចុងក្រោយក៏ប៉ុន្តែក៏ត្រូវបានអនុស្នេហ៍ឯកពេកនឹងបញ្ឈប់និងបានអោបអ៊ីឈៀទិញទុកដែលធ្វើឲ្យតួប្រុសរបស់យើងពេលនឹងដែរគាត់ក៏បានយំជាមួយនឹងភាពសោកសៅយ៉ាងខ្លាំងហើយឈឺចាប់នៅក្នុងបេះដូងហើយព្រឹត្តិការណ៍ទាំងអស់នេះក៏ត្រូវបានស្ថិតនៅក្រោមការខ្លំមើលរបស់ចៅស៊ីរ៉ូដែលនាងមានជីវិតនៅរស់នៅឡើយទេជាមួយនឹងឆុងម៉ាក់ដែលកំពុងតែជិះឡានរួចសាច់រឿងគេក៏បានកាត់តរយៈពេល1ម៉ោងមុតដែលស៊ីរ៉ូនាងមានបំណងចង់ធ្វើអត្តឃាតខ្លួនឯងក៏បានឆុងម៉ាក់គេទៅបញ្ឆុងហើយក៏បាននិយាយប្រាប់ការពិតគ្រប់យ៉ាងទៅកាន់ស៊ីរ៉ូថាមូលហេតុដែលគេបានការពារនាងក៏ដោយសារតែឪពុកម្ដាយពិតប្រាកដរបស់នាងជាអ្នកបញ្ជូនឲ្យគេមកការពារសុវត្ថិភាពរបស់នាងដែលឪពុកពិតរបស់កញ្ញាគាត់គឺជាមេគ្រូសាហួរហើយកញ្ញាក៏មានប្អូនស្រីម្នាក់ទៀតដែរហើយបើនិយាយអំពីមូលហេតុដែលកញ្ញាត្រូវបានឪពុករបស់កញ្ញាបញ្ជូនចេញពីផ្ទះក៏ព្រោះតែគ្រួសារហួរគឺជាគ្រួសារធំមួយហើយមានការពួតប្រជែងដណ្ដើមអំណាចគ្នានៅក្នុងគ្រួសារទើបដូច្នេះហើយឪពុកម្ដាយរបស់កញ្ញាក៏ខ្លាចថាកញ្ញាមិនមានសុវត្ថិភាពទើបគាត់ក៏បាននាំកញ្ញាចាក់ចេញពីគ្រួសារហួរជាមួយនឹងប្អូនស្រីរបស់កញ្ញាដែរដែលអ្នកទាំងពីរហ្នឹងគឺរស់នៅក្នុងទីក្រុងផ្សេងគ្នាក៏ប៉ុន្តែឥឡូវនេះវិញគ្រួសារហួរគឺមានសុខសន្តិភាពហើយបានជាឪពុកម្ដាយរបស់កញ្ញាបានបញ្ជាឲ្យខ្ញុំមកនាំកញ្ញាត្រឡប់ទៅផ្ទះវិញលោកយ៉ាងស៊ីរ៉ូនាងក៏បានប្រាប់ឲ្យឆុងម៉ាក់នាំនាងចាក់ចេញពីទីនេះចាក់ចេញពីអ៊ីឈិតធីងហើយខ្ញុំក៏ចង់ចាប់ផ្ដើមថ្មីដែរដែលនេះគឺជាជីវិតរបស់ខ្ញុំដូច្នេះហើយឆុងម៉ាក់គេក៏បាននាំស៊ីរ៉ូត្រឡប់ទៅគ្រួសារហួរវិញទៅដែលបន្សល់ទុកតែការឈឺចាប់ឲ្យទៅអ៊ីឈៀធីងតែប៉ុណ្ណោះក៏ប៉ុន្តែកន្លងហួសអស់រយៈពេល 2-3 ថ្ងៃក្រោយមកអ៊ីឈៀធីងគាត់នៅតែគិតអំពីស៊ីរ៉ូហើយមិនព្រមញ៉ាំមិនព្រមផឹកតតែសោះដែលធ្វើឲ្យអនុស្នេហ៍ឯកពេងគេក៏បាននិយាយទៅកាន់អ៊ីឈៀធីងថាក្មេងម្នាក់នេះគេបានបាត់បង់ម្ដាយទៅហើយប្រសិនបើគេបានបាត់បង់ឪពុករបស់គេទៀតគេនឹងនៅតែម្នាក់ឯងឯកានៅក្នុងនាមគាត់គឺជាឪពុកគាត់គួរតែគិតអំពីកូនអ៊ីឈៀធីងនៅពេលដែលគាត់បានឮសំឡេងកូនរបស់គាត់ស្រែកយប់នោះគាត់ក៏តាំងស្មារតីរបស់ខ្លួនឯងត្រឡប់មកវិញហើយក៏បានយកកូនរបស់គាត់នឹងមកបីមើលថែក្នុងពេលដែលកញ្ញាចិញ្ចាដែលជាកូនស្រីទី4នៃគ្រួសារទួនក៏បានយកថ្នាំដែលមានជាតិពុលនៅក្នុងនោះយកមកឲ្យឪពុករបស់នាងផឹងក្នុងគោលបំណងសម្រាប់គាត់ដើម្បីក្លាយទៅជាមេដឹកនាំនៃគ្រួសារទួនហើយសម្បីតែកងឡាយគេបានឃើញពីទង្វើរបស់កញ្ញាចិញ្ចាអញ្ចឹងហើយគេក៏មានការភ្ញាក់ផ្អើលនិងភ័យខ្លាចផងដែរដែលទន្ទឹមពេលជាមួយគ្នានេះតួឯងប្រុសរបស់យើងឯនេះវិញគាត់ក៏ត្រូវបានឪពុករបស់គាត់បោះបង់តំណែងហើយក៏ឲ្យគាត់ធ្វើជាអគ្គមហាសេនាបមុខបន្តវេនដែលនៅក្នុងយុគមួយនឹងដែរអនុស្នេហ៍ឯកពេងគាត់ក៏បានលួចចូលមកក្នុងបន្ទប់របស់ឪពុករបស់ឆេវទីងគោលដៅគឺដើម្បីសម្លាប់ឪពុករបស់ឆេវទីងក៏ប៉ុន្តែនៅភ្លាមនឹងផងដែរអនុស្នេហ៍ឯកពេងគាត់ក៏ស្រាប់តែបដូរចិត្តហើយមិនចង់សម្លាប់ឪពុករបស់ឆេវទីងនោះទេដែលអនុស្នេហ៍ឯកពេងគាត់ក៏បានដើរចាក់ចេញពីទីនោះមកក៏ប៉ុន្តែគាត់ក៏បានទៅជួបគ្នាជាមួយនឹងឆេវទីងក្នុងពេលนั้นឆេវទីងគាត់ក៏បាននិយាយសួរទៅកាន់អនុស្នេហ៍ឯកពេងថាតើគាត់បានធ្វើវាដែរឬអត់ហើយអនុស្នេហ៍ឯកពេងគាត់ក៏បានឆ្លើយតបជាមួយនឹងឆេវទីងថាគេមិនបានធ្វើវានោះទេអញ្ចឹងទូប្រុសគាត់ក៏បាននិយាយសួរពីមូលហេតុទៅកាន់ឈៀវធីងថាតើហេតុអ្វីបានជាគេមិនស្លាប់ឪពុករបស់គាត់ក៏ប្រអីតែឪពុករបស់គាត់គឺជាអ្នកសម្លាប់គ្រួសាររបស់គេតើគេក៏បានឆ្លើយថានោះក៏ប្រតែខ្ញុំមិនដឹងច្បាស់ថាបើគេធ្វើបែបហ្នឹងទៅគេនឹងមិនអាចនៅក្បែរលោកមហាសេនាប្រមុខនោះទេហើយគេនឹងខ្លាចទៅជាឃាតករស្លាប់ឪពុករបស់លោកមហាសេនាប្រមុខហើយការដែលធ្វើដូច្នេះខ្ញុំក៏មិនអាចតបស្នងសងគុណទៅកាន់លោកសេនាប្រមុខបានដែរហើយទូប្រុសរបស់យើងនៅពេលដែលគាត់បានស្ដាប់លើចំណែករបស់អនុស្នេហ៍ឯកពេងហើយគាត់ក៏បានដើរទៅទស្សនារបស់អនុស្នេហ៍ឯកពេងនឹងដើរចាក់ចែងទៅក៏ប្រអីតែអនុស្នេហ៍ឯកពេងគិតបែបនេះគឺវាត្រឹមត្រូវហើយដែលគេជ្រើសរើសយកចំណងមិត្តភាពធំជាងការសងសឹកក៏ប៉ុន្តែសាច់រឿងគេក៏បានកាត់មករយៈពេល5ឆ្នាំដែលចាស៊ីរ៉ូនាងបានចាចេញពីទីក្រុងសូត្រឡប់មកគ្រួសារហួរវិញនាងក៏បានក្លាយទៅជាម្ចាស់ស្រីវ័យក្មេងនៅក្នុងគ្រួសារហួរដែលស៊ីរ៉ូឥឡូវនេះនាងក៏ត្រូវបានឆុងមកបង្ហាត់បង្រៀនបាញ់កំភ្លើងយ៉ាងស្ទាត់ជំនាញនិងក្លាហានខុសពីមុនដែលនាងគឺជាស្ត្រីដែលទន់ខ្សោយទាំងនៅតួឯងប្រុសរបស់យើងបច្ចុប្បន្នឯនេះវិញគាត់ក៏បាននាំកូនប្រុសរបស់គាត់ដែលមានអាយុ5ឆ្នាំមានឈ្មោះថានាងទៅគ្រប់ភ្នូររបស់ម្ដាយគេជារៀងរាល់ឆ្នាំនិងមិនដែលភ្លេចចៅស៊ីរ៉ូនោះទេខណៈពេលដែលនៅខាងចៅស៊ីរ៉ូឯណែវិញដែលម្នាក់នេះដែរគឺជាអាចារ្យយ៉ាងសេឈីអូគឺជាកូនស្រីទី2របស់គ្រួសារហួរដែលជាអ្នកជួយឪពុកម្ដាយមើលថែគ្រួសារហួរទាំងមូលហើយស្របពេលដែលចៅស៊ីរ៉ូនេះបានត្រឡប់មកក្នុងគ្រួសារហួរវិញអរយៈពេលប្រហែលឆ្នាំមកនេះនាងក៏បានដោះស្រាយបញ្ហានៅក្នុងគ្រួសារដែលពុំមានការព្រួយបារម្ភអ្វីទៀតនោះទេដូច្នេះហើយស៊ីរ៉ូនៅក្នុងថ្ងៃនេះដែរនាងក៏បានសម្រេចចិត្តថានាងចង់ទៅភៀកខាងជើងដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជនជាតិជប៉ុនដូច្នេះហើយនាងក៏ចង់ឲ្យឆុងមកគេទៅជាមួយនឹងនាងដែរហើយទៅឆុងមកគេក៏បានព្រមទៅជាមួយនឹងស៊ីរ៉ូហើយនៅក្នុងនោះស៊ីរ៉ូនេះក៏បាននិយាយថានាងនឹងទៅទីក្រុងហាងជូដើម្បីទៅមើលអាជីវកម្មរបស់គ្រួសារហួរនៅទីនោះផងដែរតែការទៅលើកនេះគឺនាងមិនខ្លាចអ្នកណាទាំងអស់សូម្បីតែអ៊ីឈៀវធីងទាំងនៅខណៈពេលនេះដែរនៅឯសាលាមត្តេយ្យអ៊ីនានដែលជាកូនប្រុសរបស់នាងកំពុងតែឆ្លោះគ្នាជាមួយនឹងមិត្តភ័ក្តិរបស់នាងក៏ព្រោះអីតែមិត្តភ័ក្តិរបស់គេបាននិយាយថាគេគឺជាកូនដែលអត់ម្ដាយហើយក៏មិនមែនជាកូនពិតប្រាកដរបស់ឪពុករបស់គេទៀត
ដែលធ្វើឲ្យនាងបានលើមិត្តភក្តិរបស់គេនិយាយអញ្ចឹងដាក់គេក៏ខឹងជាមួយនឹងមិត្តរបស់គេហើយក៏បានវាយមិត្តរបស់គេរត់ចាក់ចេញទៅក៏ប៉ុន្តែចៃដន្យអីគេក៏បានតបគ្នាជាមួយនឹងចាស៊ីងរ៉ូនេះលក្ខណៈថាឈាមរត់រឈាមណាគឺជួបគ្នាដោយចៃដន្យហើយនៅពេលទទួលស្រីរបស់យើងបានឃើញនាងហើយនោះនាងពិតជាចូលចិត្តទៅកាន់នាងមែនទែននៅពេលដែលនាងគេក៏បាននិយាយសួរទៅកាន់ចាស៊ីងរ៉ូថាតើពួកគេទាំងពីរនេះធ្លាប់ជួបគ្នាពីមុនដែរឬអត់ទោះស្រីក៏ប្រាប់ទៅវិញថាអត់នោះទេអញ្ចឹងតាក្មួយនឹងមានឈ្មោះអ្វីហើយតើនាងគេក៏បានប្រាប់ថាគេមានឈ្មោះអ៊ីនាងគ្រាន់តែទោះស្រីរបស់យើងបានលើឈ្មោះនេះហើយនោះនេះក៏មានការភ្ញាក់ផ្អើលក៏ព្រោះអីតែតកូលនេះគឺជាតកូលរបស់គ្រួសារអ៊ីឈីវទីងទាំងដែលនៅក្នុងលោកពេលនោះដែរអនុស្នេហ៍ឯកពេញគេក៏បានមកសាលាមត្តេយដើម្បីមកទទួលនាងត្រឡប់ទៅផ្ទះវិញទោះស្រីរបស់យើងស៊ីងរ៉ូឃើញអញ្ចឹងហើយក៏បញ្ញាចាក់ចេញពីទីនោះភ្លាមដែលតួឯកស្រីរបស់យើងនាងក៏បានទៅពួននៅក្បែរនឹងលួចមើលពីសកម្មភាពរបស់ពួកគេបានជជែកគ្នាទោះស្រីនឹងនាងក៏បានដឹងថាក្មេងប្រុសម្នាក់នេះគឺជាកូនប្រុសរបស់អ៊ីឈីវធីងក៏ប៉ុន្តែនាងឆ្ងល់ផងដែរថាក្មេងប្រុសម្នាក់នេះគឺជាកូនរបស់នាងដែរឬអត់ក៏ព្រោះតែកូនប្រុសរបស់នាងគឺបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយនឹងក៏ប៉ុន្តែបន្ទាប់ពីថ្ងៃនោះមកចាស៊ីងរ៉ូនាងក៏បានឲ្យឆុងមកតាមសើពីបញ្ហារបស់គ្រួសារទួនហើយក៏បានដឹងនៅចៃដន្យថាពូទី2របស់នាងនៃគ្រួសារហួរគឺធ្លាប់បានសហការជាមួយនឹងកញ្ញាទួនជីនយ៉ាវដើម្បីមកសម្លាប់នាងកាលពី5ឆ្នាំមុននោះរហូតធ្វើឲ្យនាងបាត់បង់កូនប្រុសម្នាក់ទៀតស៊ីងរ៉ូនាងក៏បានផ្ទុះកំហឹងជាមួយនឹងកញ្ញាទួនជីនយ៉ាវជាខ្លាំងអញ្ចឹងហើយស៊ីងរ៉ូនៅពេលដែលនាងបានដឹងរឿងនេះភ្លាមស៊ីងរ៉ូនាងក៏បានរកវិធីដើម្បីសងសឹកទៅកាន់កញ្ញាទួនជីនយ៉ាវវិញខណៈពេលដែលអ៊ីឈីធីនេះវិញគាត់ក៏បាននិយាយប្រាប់ទៅកាន់នុស្នេហ៍ឯកពេងថាហើយនុស្នេហ៍ឯកពេងជួយទៅកាន់ក្រុមគ្រួសារហួរដែលសម្ងាត់ក្នុងការវាយលុបទៅកាន់គ្រួសារទួនក៏ប្រតិអ៊ីឈីទីងគាត់បានចាត់ទុកគ្រួសារហួរគឺជាមិត្តដែលមានសត្រូវដូចជាមួយនឹងគាត់ដែរហើយមិនយូរប៉ុន្មានអាជីវកម្មរបស់គ្រួសារទួននឹងក៏ជួបជាមួយនឹងផលវិបាកដែលមិនអាចដឹកជញ្ជូនទំនិញតាមកំពង់ផែរបស់គ្រួសារហួរបានចឹងហើយកញ្ញាទួនជីនយ៉ាជាមួយនឹងកងឡៃក៏បានមករកកូនស្រីទី2របស់គ្រួសារហួរដើម្បីសូមឲ្យនាងអនុញ្ញាតឲ្យទំនិញរបស់ពួកគេនឹងឆ្លងកាត់តាមកំពង់ផែរបស់គ្រួសារហួរក៏ប៉ុន្តែនៅក្នុងគ្រានឹងដែរកងឡៃគេគឺជាព្រះនារីគ្រាន់តែឃើញកូនស្រីទី2របស់គ្រួសារហួរភ្លាមគេក៏ធ្វើជានិយាយសួរទៅកាន់កូនស្រីទី2របស់គ្រួសារហួរថាពួកគេទាំងពីរនេះដូចជាធ្លាប់បានជួបគ្នាពីមុនមានអីអ្នកនាងទី2របស់គ្រួសារហួរក៏បាននិយាយទៅកាន់កងឡៃថាលោកនិយាយនេះចង់បានន័យថាខ្ញុំគឺជានារីដែលនៅក្នុងផ្ទះរីករាយដែលលោកបានតលេងនោះឬមានន័យនៅក្នុងគ្រានឹងដែរកញ្ញាជីនយ៉ាវគេក៏បានទៅចាប់កងឡៃនឹងឲ្យចេញឆ្ងាយកុំឲ្យតនិយាយប្រៀបតែជាមួយនឹងអ្នកនាងទី2របស់គ្រួសារហួរហើយកញ្ញាជីនយ៉ាវនេះក៏ចាប់ផ្ដើមនិយាយអំពីការរៀនស្ទះការដឹកជញ្ជូនទំនិញតាមកំពង់ផែរបស់គ្រួសារហួរហើយនាងក៏ចង់ស្នើសុំឲ្យតអ្នកនាងទី2របស់គ្រួសារហួរជួយសម្រួលឲ្យតការដឹកជញ្ជូនទំនិញរបស់គ្រួសារទួនដំណើរការបានឡើងមកវិញក៏ប៉ុន្តែអ្នកនាងទី2របស់គ្រួសារហួរគឺមិនចង់និយាយជាមួយនឹងកញ្ញាទួនជីនយ៉ាវឡើយដែលបានដាក់ចាត់ចែងពីពួកគេតក៏ប៉ុន្តែកញ្ញាទួនជីនយ៉ាវក៏បានទទួលចង់និយាយជាមួយនឹងអ្នកនាងទី2ក៏ប៉ុន្តែអ្នកនាងទី2នៃគ្រួសារហួរក៏បានទៅទះកញ្ញាទួនជីនយ៉ាវមួយដែរដើម្បីឲ្យចេញពីផ្លូវរបស់នាងណាកុំចង់ខ្លាំងជាមួយនឹងអ្នកនាងទី2របស់គ្រួសារហួរមិនមែនធម្មតាទេណាតែមិននិយាយគឺមិនចង់និយាយហើយបើចង់និយាយគឺតតែទះមួយដៃអញ្ចឹងហើយក្រោយពេលដែលកញ្ញាទួនជីនយ៉ាវនាងមិនអាចរត់ដំណើរស្រាយនៃការរៀនស្ទះការដឹកជញ្ជូនទំនិញរបស់គ្រួសារទួនបានឥឡូវនេះនាងក៏បានត្រឡប់មកផ្ទះរបស់នាងវិញក៏ប៉ុន្តែក៏បានឃើញថាគ្រួសាររបស់នាងក៏បងអត់ត្រូវបានគេរកអាជីវកម្មក៏ដោយសារតែពួកគេបានស៊ើបអង្កេតឃើញថាមានអំពើពុករលួយនាំឡងពេលដែលប្រធានទួនគាត់បានកាន់កាប់តំណែងដូច្នេះកញ្ញាទួនជីនយ៉ាវគឺនាងមិនអាចធ្វើអ្វីបានសោះឡើយបានត្រឹមតែឈរអោបដៃមើលអាជីវកម្មរបស់នាងត្រូវបានគេរកអូសយកទៅដែលនេះវាក៏បានធ្វើឲ្យសេដ្ឋកិច្ចនៅក្នុងគ្រួសារទួននឹងក៏មានការធ្លាក់ចុះក៏ប៉ុន្តែជ្រាបក្នុងពេលដែលគ្រួសារទួនមិនមានប្រាក់ប៉ុណ្ណឹងទៅហើយកងឡៃគេក៏ញៀនជាមួយនឹងលបែងជាខ្លាំងតែអ្វីដែលសំខាន់នោះវងលបែងដែលកងឡៃគេបានលេងនឹងដែរគឺជាស៊ីងរ៉ូដែលជាអ្នកគ្រប់គ្រងនៅទីនោះហើយវាក៏ចូលផែនការរបស់ស៊ីងរ៉ូផងដែរដើម្បីដាក់អន្ទាក់ញុះញង់ឲ្យកងឡៃគេលេងលបែងឲ្យពីខ្លួននិងយកផ្ទះរបស់គេនឹងមកដាក់បញ្ចាំងដើម្បីយកលុយមកលេងលបែងបន្តទៀតហើយមានតែចុងក្រោយគេក៏ចាញ់លបែងនឹងជាពាក្យបំណិលរហូតក៏ត្រូវបានគេវាយយ៉ាងដំណំហើយនាំត្រឡប់មកផ្ទះវិញកូនចៅរបស់ស៊ីងរ៉ូក៏បានរឹបអូសយកទ្រព្យសម្បត្តិនិងផ្ទះរបស់គ្រួសារទួនលើពីនេះទៅទៀតនោះកូនចៅរបស់ស៊ីងរ៉ូក៏បានចាប់យកកញ្ញាទួនជីងយ៉ាវរួមជាមួយនឹងស្ត្រីដែលនៅក្នុងផ្ទះហ្នឹងយកនាងទៅលក់ឲ្យផ្ទះបនហើយនាងក៏មិនអាចជួយសង្គ្រោះប្អូនប្រុសរបស់នាងដែលកំពុងតែរងរបួសធ្ងន់ធ្ងររហូតនៅពេលនេះគេក៏បានបាត់បង់ជីវិតទៅទៀតហើយអ្វីៗគ្រប់យ៉ាងវាក៏បានដំណើរការទៅតាមផែនការរបស់ស៊ីងរ៉ូដែលតួឯកស្រីរបស់យើងស៊ីងរ៉ូនេះក៏បានបង្ហាញខ្លួននៅចំពោះមុខរបស់កញ្ញាជីនយ៉ាវដូច្នេះវាក៏បានធ្វើឲ្យកញ្ញាជីនយ៉ាវនៅពេលដែលបានឃើញស៊ីងរ៉ូហើយនាងក៏ទន់ជង្គង់ដួលនិងនិយាយសួរទៅកាន់ស៊ីងរ៉ូថាតើនាងគឺជាខ្មោចឬក៏មនុស្សស៊ីងរ៉ូក៏និយាយសួរពីអារម្មណ៍របស់កញ្ញាជីនយ៉ាវថាតើមានអារម្មណ៍យ៉ាងម៉េចដែរដែលត្រូវបានគេដាក់អន្ទាក់បានចឹងបានន័យថាគ្រួសារទុនរបស់ខ្ញុំបានខ្សែធនគឺដោយសារតែនាងទាំងអស់មែនទេទោះស្រីក៏និយាយថាឪពុករបស់នាងគឺពិតជាពុក
ករលួយពិតមែនហើយអេរិយាបថនិងអំពើអាក្រក់ដែលប្អូនប្រុសរបស់នាងប្រព្រឹត្តឡើងមកវាគួរទៅតបស្នងទៅកាន់គេបែបហ្នឹងវិញក៏ប៉ុន្តែកញ្ញាជីនយ៉ានាងក៏បាននិយាយទៅកាន់ស៊ីរ៉ូថានាងបានធ្វើឲ្យគ្រួសាររបស់ខ្ញុំខ្សែធនទៅហើយចាស់ហេតុអ្វីបានជានាងទាញឲ្យបងស្រីទាំងពីរនាក់របស់ខ្ញុំមកចូលរួមនៅក្នុងរឿងនេះដែរតើស៊ីរ៉ូក៏បានតបថាដោយសារតែមូលហេតុនេះហើយបានជាខ្ញុំមកទីនេះលួសប្អូនស្រីទាំងពីរនាក់របស់នាងហើយបន្ទាប់ពីស៊ីរ៉ូនាងបានលួសប្អូនស្រីទាំងពីរនាក់របស់កញ្ញាជីនយ៉ាហើយទូស្រីរបស់យើងនាងក៏បានដើរចាកចេញពីទីនោះតើដោយទុកឲ្យកញ្ញាជីនយ៉ានៅផ្ទះបតនឹងដោយធ្វើឲ្យកញ្ញាជីនយ៉ានាងក៏បាននិយាយសំវល់ទៅកាន់ស៊ីរ៉ូថាឲ្យជួយលួសនាងទៅជាមួយផងទៅក៏ប៉ុន្តែការសំវល់របស់កញ្ញាជីនយ៉ានឹងគឺវាមិនបានផលចំពោះស៊ីរ៉ូឡើយដែលទូស្រីរបស់យើងមិនបានខ្វល់ជាមួយនាងនោះទេនាងបានទុកឲ្យកញ្ញាជីនយ៉ានៅផ្ទះបតនឹង